ពេលគ្រោះធំមកដល់លោក Donald Trump បានអង្វរឲ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិកចូលរួមនៅក្នុងបញ្ហាដីកាតុលាការបាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី Salon ហើយបើសិនជាបងប្អូនមិនទាន់បានចុច Subscribe នៅក្នុង Channel របស់ខ្ញុំទេបាទកុំភ្លេចចុច Subscribe ហើយនិងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗនៅពេលដែលខ្ញុំ Uploadលោក Donald Trump បាននិយាយថាប្រទេសរបស់យើងគឺកំពុងតែមានបញ្ហាធ្ងន់ធ្ងរហើយដូច្នេះលោកក៏បានស្នើសុំដល់តុលាការកំពូលរបស់សហរដ្ឋអាមេរិកឲ្យចូលរួមដោះស្រាយនៅក្នុងបញ្ហាដីការបស់តុលាការដែលកំពុងតែមានបញ្ហាឬក៏ប្រឈមមុខជារៀងរាល់ថ្ងៃនេះប្រធានាធិបតី Donald Trump បានទាមទារឲ្យតុលាការកំពូលនិងប្រឆាំងការប៉ុនប៉ងរបស់តុលាការសហព័ន្ធដើម្បីគ្រប់គ្រងរដ្ឋបាលរបស់គាត់នៅក្នុងបណ្ដាប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅល្ងាចថ្ងៃប្រហ័សលោក Donald Trump បានថ្លឹងថ្លែងលើការបញ្ជារបស់តុលាការនេះគឺជាការគ្រោះថ្នាក់ហើយមិនត្រឹមត្រូវទៀតផងដែលបានផ្លាស់ប្ដូរឬក៏ជំទាស់ទៅនឹងការបញ្ឈប់និងការនិរទេសដ៏ធំរបស់រដ្ឋបាលរបស់គាត់លោក Trump បានសរសេរនៅលើ Truth Social ថាការដាក់ទណ្ឌកម្មទូទាំងប្រទេសដោយខុសច្បាប់ដោយចៅក្រមឆ្វេងនិយមជ្រុលអាចនាំទៅដល់ការបំផ្លិចបំផ្លាញប្រទេសរបស់យើងចៅក្រមទាំងនេះចង់កាន់អំណាចរបស់ប្រធានាធិបតីហើយប្រធានាធិបតីត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពយ៉ាងឆាប់រហ័សនិងសម្រេចចិត្តភ្លាមៗផងដែរលោក Donald Trump កាន់តែបានបោះជំហានទៅមុខទៀតដោយអំពាវនាវឲ្យមានចំណាត់ការពីប្រធានតុលាការកំពូលគឺលោក John Roberts លោកបានមានប្រសាសន៍ថាប្រសិនបើលោក Robert និងតុលាការកំពូលរបស់សហរដ្ឋអាមេរិកមិនព្រមដោះស្រាយនៅស្ថានភាពដ៏ពិសពុលនិងដែលមិនធ្លាប់មានពីមុនមកនេះភ្លាមៗទេប្រទេសរបស់យើងនឹងកំពុងជួបបញ្ហាធ្ងន់ធ្ងរហើយអ្វីបើឧត្តមគតិរបស់គាត់ងាកទៅរកលោក Donald Trump ក៏ដោយ Robertបានស្ដីបន្ទោសការអំពាវនាវរបស់ប្រធានាធិបតីសម្រាប់ការចោទប្រកាន់ចៅក្រមនៅដើមសប្តាហ៍នេះកាលពីថ្ងៃប្រហ័សលោក Trump ក៏បានធ្វើការវាយប្រហារទៅលើលោក James Bushberg ផងដែរចៅក្រមតុលាការស្រុកកំពុងតែមើលការខុសត្រូវលើសំណុំរឿងដ៏ចម្រូងចម្រាសមួយលើការនិរទេសជនជាតិ Venezuela របស់លោក Trump ទៅពន្ធនាគារEl Salvador លោក Trump បានសរសេរនៅក្នុងបណ្ដាញសង្គម Truth Social ដោយហៅចៅក្រមថាជា grandstander ដែលមានន័យថាជាបុគ្គលដែលមានបំណងចង់ទាក់ទាញចំណាប់អារម្មណ៍និងធ្វើឲ្យអ្នកមើលឬក៏អ្នកទស្សនាមានការចាប់អារម្មណ៍ហើយមានអាកប្បកិរិយាអួតអាងទៀតផងដែលកំពុងតែស្វែងរកការផ្សព្វផ្សាយជាសាធារណៈចៅក្រម James Bushberg គឺកំពុងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់គាត់ដើម្បីដណ្ដើមអំណាចនៃប្រធានាធិបតី Bushberg បានធ្វើឲ្យ MAGA ចលាចលកាលពីសប្តាហ៍មុននៅពេលដែលគាត់បានបញ្ជាឲ្យរដ្ឋបាល Donald Trump បញ្ឈប់ការនិរទេសភ្លាមៗសីតវិមានបានប្រងើយកន្តើយនឹងបទបញ្ជានោះដោយក្រសួងយុទ្ធភ័ពរបស់លោក Donald Trump បានហៅការបញ្ជានេះថាមិនអាចអនុវត្តបាននោះទេកាលពីថ្ងៃច័ន្ទនោះឥឡូវនេះលោក Donald Trump គឺមានបញ្ហាប្រឈមមុខដើម្បីដោះស្រាយជាមួយនឹងចៅក្រមដូចជាចៅក្រម Bushberg កាលពីសប្តាហ៍មុនចៅក្រម Bushberg នឹងគឺបានបញ្ជាឲ្យរដ្ឋបាល Donald Trump គឺមើលថាដាច់ខាតមិនត្រូវនិរទេសជនជាតិ Venezuela ទាំងអស់នោះទៅខាង El Salvador នោះទេប៉ុន្តែរដ្ឋបាលរបស់លោក Donald Trump នឹងគឺបដិសេធមិនស្ដាប់មិនធ្វើតាមបទបញ្ជាឬក៏ដីការបស់ចៅក្រមនោះទេហើយក៏បានចោទប្រកាន់ទៅលើចៅក្រមនៅផងដែរថាគឺកំពុងតែគ្រប់គ្រងកំពុងតែព្យាយាមគ្រប់គ្រងឬក៏កាន់អំណាចរបស់ប្រធានាធិបតីដែល
មិនអនុញ្ញាតឲ្យប្រធានាធិបតីនឹងសម្រេចឬក៏ធ្វើកិច្ចការអ្វីបាននោះទេដូច្នេះហើយបានជាលោក Donald Trump នឹងគាត់ថាអង្គដូចជាអង្វរឬក៏ស្នើសុំឲ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិកគឺលោក James Roberts នឹងដើម្បីចូលមានថាដើរចូលឬក៏ឈានជើងចូលនៅក្នុងបញ្ហានេះដើម្បីជួយដោះស្រាយឬក៏សម្រេចនៅអ្វីដែលគាត់ចង់បានហើយគាត់ក៏បានបញ្ជាក់ឲ្យបញ្ជាក់ទៀតនៅក្នុងបណ្ដាសារព័ត៌មានបណ្ដាប្រព័ន្ធសារព័ត៌មានជាច្រើននឹងគាត់បញ្ជាក់ថាសប្តាហ៍ថ្ងៃនេះបើសិនជាតុលាការកំពូលមិនដោះស្រាយនៅក្នុងបញ្ហានេះទេប្រែថាសហរដ្ឋអាមេរិកគឺកំពុងតែជួបនៅបញ្ហាដ៏ធ្ងន់ធ្ងរតែអ្វីដែលខ្ញុំយល់បាទមើលឃើញទៅគឺឃើញថាលោក Donald Trump នឹងគឺគាត់ចង់ធ្វើអ្វីនឹងតាមតែចិត្តរបស់គាត់លោក Donald Trump នឹងគាត់ចង់បណ្ដេញឬក៏ចង់បញ្ឈប់បុគ្គលិកណាគឺតាមតែចិត្តរបស់គាត់គឺចង់បញ្ឈប់បុគ្គលិកនៅក្នុងជួររដ្ឋាភិបាលក្នុងរយៈពេល2ខែមកនេះគឺរាប់ពាន់រាប់ម៉ឺននាក់សូម្បីតែមន្ត្រីជាន់ខ្ពស់ខាងផ្នែកយោធានឹងក៏លោក Donald Trump គាត់បញ្ឈប់ដែរគឺឬក៏បណ្ដេញចេញផងដែរហើយកាលពីសប្តាហ៍មុននឹងគឺគាត់បានអំពាវនាវឲ្យដកចៅក្រមនឹងចេញទៀតបាទគឺថាចង់បញ្ឈប់ដោយសារចៅក្រមនឹងគឺប្រឆាំងហើយបានបញ្ជាគាត់នឹងមិនឲ្យគាត់នឹងបញ្ជូនមានថាក្រុមក្មេងទំនើងឬក៏ក្រុមអក្រិតជនឬក៏ភាវរករទាំងអស់នឹងទៅខាងប្រទេសសាវរនោះទេបាទនឹងគឺមានន័យថាតុលាការនឹងធ្វើការប្រឆាំងនៅអ្វីដែលលោក Donald Trump សម្រេចថាធ្វើដោយជាការបណ្ដេញឬក៏បញ្ឈប់បុគ្គលិកនៅក្នុងជួររដ្ឋាភិបាលយ៉ាងច្រើនអញ្ចឹងសរុបចុងក្រោយមកគឺមានន័យថាលោក Donald Trump គាត់ចង់ធ្វើអ្វីគឺបានតាមចិត្តបើសិនជាតុលាការណាឬក៏ចៅក្រមណាមានការជំទាស់អីហ្នឹងគឺគាត់យល់ថាតុលាការឬក៏ចៅក្រមនោះកំពុងតែគ្រប់គ្រងនៅអំណាចរបស់ប្រធានាធិបតីឬក៏រដ្ឋបាលរបស់គាត់អញ្ចឹងនៅក្នុងសារព័ត៌មាននេះឬក៏បញ្ហានេះតើបងប្អូនយល់ឃើញយ៉ាងណាដែរហើយបើសិនជាបងប្អូនមានគំនិតឬក៏យោបល់ផ្ទាល់ខ្លួនចង់បញ្ចេញនៅក្នុងបញ្ហានេះបាទកុំភ្លេចសរសេរ comment នៅខាងក្រោមហើយជាចុងក្រោយខ្ញុំជូនពរបងប្អូនឲ្យមានសុខភាពល្អ